នេះបងប្អូនឥឡូវមករៀនដេកកាបូបដៃទាំងអស់គ្នាហើយបងប្អូនមើលតាមវីដេអូហ្នឹងយឺតបងប្អូននឹងចេះហើយដោយសារអីខ្ញុំអត់បានពន្យល់ឲ្យក្បោះក្បាយទេដោយសារខ្ញុំក៏មើលគេដូចគ្នាដែរចាយើងមានទំហំកណាត់ហ្នឹង25គុណនឹង25បានន័យថាទំហំកណាត់ហ្នឹងវាស់ជុំវិញហ្នឹងគឺឲ្យប្រវែង25ហ្នឹង25សង់ទីម៉ែត្រហ្នឹងចាយើងគោះឲ្យមូលអញ្ចឹងហើយយើងកាត់ឲ្យស្មើអញ្ចឹងមកចាហើយកណាត់ហ្នឹងក៏យើងត្រូវអ៊ុតសលៃឲ្យរឹងដែរបងប្អូននេះគឺដេកកាបូបដៃចាបន្ទាប់មកយើងមានកណាត់គុណកណាត់ប្រឆិតហ្នឹងយើងដេយកមកគុណជុំវិញអញ្ចឹងណាជុំវិញកែមហ្នឹងមកកាបូបនេះអត់មានដាក់រូតទេគឺគេដាក់លេវទឹកអញ្ចឹងបងប្អូនចាំមើលនៅក្នុងវីដេអូនេះមួយទាំងអស់គ្នាថាតើកាបូបនេះពេលដេហើយចេញមកជាកាបូបអ្វីរៀងកាបូបដូចម្ដេចចាតែធានាថាកាបូបនេះគឺស្អាតប្លែកដែរគឺកាបូបដៃយើងធម្មតាដាក់លុយទៅផ្សារហ្នឹងបងប្អូនចាគ្រាន់ថាបើបងប្អូនមិនបានមើលក៏អត់ដឹងថាកាបូបហ្នឹងគេដេយ៉ាងម៉េចដែរអញ្ចឹងបងប្អូនអាចមើលតាមវីដេអូហ្នឹងមួយដោយសារអីខ្ញុំទាញវីដេអូហ្នឹងយឺតបំផុតចាខ្ញុំទាញយឺតជាងវីដេអូគេជាងពាក់កណ្ដាលហើយបើសិនណាជាខ្ញុំទាញយឺតជាងហ្នឹងទៀតវាធ្វើឲ្យវីដេអូហ្នឹងស្កប់ហើយព្រិលអញ្ចឹងអត់អាចទាញយឺតបានជាងហ្នឹងទេហើយនេះបងប្អូនគុណកណាត់ដេកណាត់ហើយបងប្អូនបត់ឲ្យស្មើគ្នាអញ្ចឹងមកឲ្យខ្ទាស់ណាចាធ្វើដូចគេអញ្ចឹងមើលមួយស្រួលមើលស្រួលយល់ចាឥឡូវហ្នឹងបន្ទាប់ពីយើងខ្ទាស់ហើយអញ្ចឹងយើងត្រូវដេនៅតាមរឹមហ្នឹងឲ្យស្មើមកណាចាយើងដេជុំវិញហ្នឹងមកដេសកត់ឲ្យជាប់មកតាមពិតអត់អីបាក់អីបងប្អូនគឺដេដូចគេអញ្ចឹងមកឲ្យស្មើមកគឺជាកណាត់គុណដើម្បីយើងយកម៉ូតឲ្យឃើញស្អាតអញ្ចឹងណាចាឥឡូវពេលដែលយើងដេបានហើយចាយើងវាស់ទំហំពីចំហៀងហ្នឹងចូលប្រហែល4ឬ5លេខទេក្នុងរូបនេះប្រហែលជា5លេខចាហើយយើងបត់ឲ្យស្មើមកចាបត់ជា2ឲ្យស្មើអញ្ចឹងមកយើងផ្ដាំកន្លែងយើងគូ5លេខមិនហ្នឹងណាចាយើងផ្ដាំអញ្ចឹងមកទាំងសងខាងដូចគ្នាហើយយើងដេសកត់មួយជើងតាមហ្នឹងបន្ទាប់ពីយើងដេសកត់សងខាងអញ្ចឹងហើយកន្លែងហ្នឹងគឺកន្លែងដែលយើងបត់ចាយើងចាប់ដើមបត់អញ្ចឹងហើយដេមួយជើងទៀតសងខាងយើងធ្វើអញ្ចឹងដូចគ្នាឥឡូវពេលដែលយើងដេបានសងខាងហើយអញ្ចឹងបងប្អូនត្រូវចាប់ដើមបត់កាបូបហ្នឹងដើម្បីធ្វើកម្រោប្រូបិទមកចាអញ្ចឹងយើងវាស់ឲ្យស្មើអញ្ចឹងមកចាវាស់កន្លែងដែលយើងត្រូវបត់កាបូបហ្នឹងចាគូឲ្យចំណាំអញ្ចឹងមកចាបងប្អូនមើលតាមហ្នឹងអាចយល់ហើយមិនបាច់ខ្ញុំរៀបរាប់ទេចាកន្លែងដែលយើងដេបត់មិញលាពលាចេញមកសិនមកដើម្បីយើងដេសកត់កន្លែងហ្នឹងឲ្យចេញមុខដែលយើងត្រូវបត់ទៅកាច់មកវាស្រួលអញ្ចឹងណាអញ្ចឹងយើងត្រូវដេជាន់កន្លែងហ្នឹងដើម្បីពេលដែលយើងបត់ទៅវាកាច់មកតាមដែលធ្នេដែលយើងបត់ហ្នឹងចាឃើញទេកន្លែងដែលយើងដេហ្នឹងណាចាឥឡូវខ្ទាស់ឲ្យជាប់អញ្ចឹងមកចាអញ្ចឹងយើងត្រូវដេឲ្យចិត្តពីកន្លែងចំហៀងនេះលាចេញមកចាយើងលាអញ្ចឹងមកហើយយើងដេចិត្តកន្លែងតំណឹងមកសងខាងអញ្ចឹងធ្វើដូចគ្នាមកចាយើងដេអញ្ចឹងដូចគ្នាបងប្អូនចានេះកាបូបដៃកាន់ទៅផ្សារយើងស្រួលកាន់ដោយសារវាទូចល្មមបងប្អូនមានកណាត់អីដេក៏បានដែរមានជំនាញហូលកាន់ក៏ស្អាតដែរចាតបមកយើងទាញកម្រោកប៉ៅបិទមកចាកន្លែងហ្នឹងយើងកឹបលេវមកបងប្អូនចាយើងបានកាបូបដៃមួយយ៉ាងស្អាតចឹងអរគុណច្រើនកុំភ្លេចជួយ follow និង share វីដេអូនេះផងណាបងប្អូនចាអរគុណ